នេះជាសកម្មភាពលេងអំបុកនេះយកមកអំពីខេត្តបាត់ដំបងហើយយើងយកមកចំនួនម្ដងបាន300គីឡូម្ដងបាន500គីឡូយកមកនេះគឺយកមកលីងនៅអាស្រមរបស់លោកអរិយមេត្តាធម្មោថ្ងៃនេះខ្ញុំក៏បានចុះលីងទៅផ្ទាល់ជាមួយលោកអរិយមេត្តាធម្មោលីងនេះក៏បានលីងអីបានច្រើនខ្ទះដែរបានមុំហើយនេះអ្នកគ្រូសាយមនីរតនៅក្រោយខ្ញុំនេះគាត់ជាម្ចាស់សទ្ធាដែលគាត់បានជួយឧបត្ថម្ភនៅអំបុកនេះហើយសាច់ផាត់ត្រីក្រកសាច់ក្រកបរិយមីពងទាអង្គផ្សេងមានម្ចាស់ឧបត្ថម្ភបងអូនសាយលៀងស៊ីមហើយឧត្តមភរិយារបស់លោកគ្រូសួងលោកឪសួងក្លាហានជួយឧបត្ថម្ភដល់អ្នកគ្រូ ពួកខ្ញុំទាំងអស់គ្នានេះមានកម្លាំងជួយធ្វើជួយវិច្ចជួយខ្ចប់មានឡានសម្រាប់ដឹកយកជូនដល់បងនៅឯព្រំដែនអញ្ចឹងកន្លែងនេះជាសកម្មភាពកំពុងតែលីងបុកហើយលេងនេះមិនមែនតែមួយលើកអីច្រើនលើកហើយបងប្អូនច្រើនលើកណាស់មកហើយបីយកទៅជួយបងវរៈកងទ័ពយើងនៅឯជួរមុខចឹងនេះលោកឪរិយមេត្តាធម្មោលោកចាក់សកាបត់ឲ្យលោកលីងបុកហើយជាមួយខ្ញុំកំពុងតែលីងបុកនៅមានអ្នករួយមានអ្នកបុកបដាអញ្ចឹងទៅស្ទៃហើយមានអ្នកមកជួយវិច្ចជួយខ្ចប់ជួយច្រកដាក់កេះជួយបញ្ចូលឡើងមានចែកគ្នាធ្វើគ្រប់សកម្មភាពទាំងអស់ដើម្បីជួយដល់វរៈកងទ័ពយើងនៅឯជួរមុខយើងនៅជួរក្រោយមានតែស្បៀងនឹងហើយដើម្បីឧបត្ថម្ភដល់ពួកគាត់ហើយលើកទឹកចិត្តពួកគាត់ដើម្បីឲ្យពួកគាត់មានកម្លាំងចិត្តយើងទាំងអស់គ្នាចូលរួមចំណែកការពារជាតិមាតុភូមិយើងហើយថ្ងៃនេះគឺអត់នឿយអត់ហត់ទេដើម្បីបានយកទៅជូនដល់វរៈកងទ័ពយើងជួនកាលបើកឡានទៅដាច់យប់ក៏មានដែរនេះជាសកម្មភាពកំពុងតែលីងនេះលីងដល់រៀងក្រហមទៅអំបុកនេះគេវាយមកស្រាប់ហើយច្រកបេមករួចហើយតែយើងលីងរៀងក្រហមឆ្អិនល្មមទៅយកទៅលាយជាមួយត្រីផាត់បន្តទៀតឬក៏សាច់ផាត់ក្នុង10គីឡូហ្នឹងយើងលាយ1គីឡូឬក៏1គីឡូកន្លះសាច់ផាត់ហ្នឹងលាយមានជាតិនៅក្នុងនឹងស្រាប់ទៅហើយច្រកថង់ហ្នឹងបើយើងច្រកដបទឹកសុទ្ធយើងគឺដាក់ទៅទុកកប់ដីក៏អត់អីដែរតែបើយើងច្រកថង់កប់ដីទៅវាពុកហើយបើយើងកប់ដីជាវិធីសាស្ត្រមួយដែរកប់ដីបើធ្លាក់អំបែងធ្លាក់អីមុំទៅវាអាចមិនដល់នៅក្នុងដីនឹងទេហើយយើងដាក់ច្រកដប1ដបកន្លះលីត្រទៅចែកកងតបយើងបានច្រើនដាក់សាក់កាដូស្ពាយតាមសម្រាប់ទៅជួរមុខសកម្មភាពបងប្អូន